Bạn ở xuống đây bóng phố là nếu cứ chỉประเภทcái hàng thả game FC 25 FIFA ណាបងប្អូន FC FIFA 25នេះដែរវាមានការបញ្ចុះតម្លៃនៅក្នុងកំឡុងរដូវកាលគេហៅ Summer គឺបញ្ចុះតម្លៃរហូតដល់ 80% ចឹងវាធ្វើឲ្យបងប្អូនចំណាយលុយតិចបំផុតសម្រាប់ក្នុងការចំណាយក្នុងការទិញហ្គេមនេះលេងហើយហ្គេមនេះដែរវាគេហៅថា2025ចឹងវាអត់ទាន់ថាវាផុតសេរីអីទេយើងអាចនៅលេងបានអនឡាញអីចឹងស្វាយហើយដូចវីដេអូនឹងដែរគឺមើលទៅការលេងគឺវាមានការលេងបើសិនជាអ្នកចូលចិត្តប្រភេទប៉េះប្រហែលជាគាត់មិនចូលចិត្ត FIFA តែបើអ្នកដែលមិនចូលចិត្តប៉េះគាត់ចង់បានរសជាតិថ្មីមកលេង FIFA យើងអាចអនឡាញលេងទៅវាស្មូតស្រួលអញ្ចឹងណាវាដូចគេហៅ e-football ប៉េះលេងត្រូវការអ៊ីនធឺណិតទាញខ្លាំងដើម្បីលេងមួយគ្នាបានណាតែបើសម្រាប់ FIFA ដូចជាអត់សូវជាទាញក្នុងការលេងហ្គេមមួយគ្នាទេហ្នឹងហើយការដោះដូរកីឡាករអីគឺអត់ទាន់មានការអាប់ដេតដូចស៊េរី26បើសិន26ចេញប្រហែលជាវាមានអាច Sunderland ឡើងមកអីចឹងណាបងប្អូនហ្នឹងហើយវាមានដូចជាក្លឹបថ្មីផន English Premier League ឡើងមកថ្មីអញ្ចឹងណាតែដោយសារ game នេះគឺអត់ទេហើយសម្រាប់beta សម្រាប់ demo ឲ្យ download លេង free នេះយើងអាចតេស្តបានអ្នកដូចខ្ញុំបានអញ្ចឹងណាយើងបង្កើត Steam game មួយមកបង្កើត account អ្នកណៃយើងអាច down តេស្តបើសិនយើងមានអារម្មណ៍ថាយើងចូលចិត្តក្នុងការលេងនេះយើងអាច download លេងបានព្រោះអីឥឡូវនេះក្នុងរដូវកាល Summer គឺគេបញ្ចុះរហូតដល់ 80% អាហ្នឹងយើងសម្រាប់ EA Sport FC 2025តម្លៃគឺ$13.99បាទហើយសម្រាប់ថ្ងៃផុតកំណត់នេះដែរគឺគេបានបញ្ជាក់ហើយថ្ងៃទី11ជូនលីចឹងបើសិនបងប្អូនទិញអត់នៅក្នុងអំឡុងនឹងទេគឺអាចនឹងឡើងថ្លៃសិនយើងទិញចំថ្ងៃទី12ជូនលីអីចឹងគឺអាចប្រហែលជាវាកើនរហូតដល់បើយើងចែកមើលទៅវា 80% នៅសល់$14អញ្ចឹងវាអាចលោតរហូតដល់ថ្លៃជាងនឹងគុណនឹង4អញ្ចឹងយើងគុណនឹង4មកចេញតម្លៃដើមវាមកវិញហើយការបញ្ចុះនេះដែរវាមិនចេះតែបញ្ចុះទេដោយសារហ្គេមនេះវាចេញថ្មី2026ហើយវាតាមខ្ញុំដឹងវាអត់តចេញ demo មកតែវាចេញ demo មកយើងដឹងថា2026នឹងចេញថ្ងៃណាតែឥឡូវវាអត់តចេញទេបញ្ជាក់ប្រចាំលេង2026ក៏ចាំទៅតម្លៃអត់មានក្រុម 50-60 រៀលទេណាបងប្អូនបញ្ជាក់ថ្លៃណាស់ 50-60 រៀលតែបើយើងទិញ2025យើងអាចចាប់កីឡាករ transfer ខ្លួនឯងយកមកដាក់មកណាយើងដូចតែ2026ដែរទេអញ្ចឹងវាអត់មានខុសគ្នាកន្លែងណាទេវាខុសតែការ transfer ហើយនឹងផ្លាស់ប្ដូរក្លឹបឡើងថ្មីតែប៉ុណ្្នឹងឯងបើសម្រាប់ខ្ញុំអត់ខ្វល់ខ្ញុំអាចដូចថាយើងទិញកីឡាករ transfer ខ្លួនឯងយកមកដាក់ក្នុងក្លឹបចាប់លេខចាប់អីខ្លួនឯង edit អីចឹងណាអញ្ចឹងវាដូច26បាត់ទៅហើយគាត់ថាក្លឹបឡើងថ្មីយើងកើតអញ្ចឹងយើងត្រូវតែលេងក្លឹបដែលឡើងស្រាប់ចាស់សេរីចាស់អញ្ចឹងណាដូចសាន់តុនដូចបែនលីដូចអីចឹងណាហ្នឹងហើយយើងមានតែចឹងអានេះយើងអត់យើងធ្វើតាមអត់បើយើងមានយើងចាំ2026ទៅហើយវីដេអូនេះមានប៉ុណ្្នឹងដែរយើងគាត់បញ្ជាក់ថាផលចំណេញផលខាតតែប៉ុណ្្នឹងឯងយើងចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីហើយនឹងផ្ដល់ព័ត៌មាននៃការបញ្ចប់នៃការ promotion នេះដែរហ្នឹងហើយមានតែប៉ុណ្្នឹងអរគុណច្រើនជួបគ្នានៅវីដេអូថ្មី